តើអ្នកមានការគោរពចំពោះកូនប្រុសដែលបានស្លាប់របស់អ្នកទេខ្ញុំត្រូវការលុយខ្លះដើម្បីទិញឆ្លើយសឹកលើកនេះខ្ញុំនឹងទទួលបន្ទុកដោយផ្ទាល់ការដាក់សំណាញ់ខ្ញុំចង់ឲ្យអ្នកដែលកាត់ស្លាប់ដោយគ្មានកន្លែងបញ្ចុះសពល្អទេដើម្បីទទួលបានជោគជ័យគឺស្លាប់អ្នកដំណើរឆ្លងកាត់បាននិយាយថាវូយ៉ុងហាវត្រូវបានសម្លាប់ដោយមនុស្សនៃពិភពក្រោមដីនៅក្នុងប្រទេសរបស់អ្នកពួកគេប្រហែលជាច្រឡំវូយ៉ុងហាវជាមួយអ្នកហើយទីក្រុងលួនមានភាពចលាចលក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះអ្នកនឹងស្នាក់នៅក្នុងលំនៅឋានរបស់ខ្ញុំនៅសល់4ថ្ងៃទៀតអាណាចក្រសម្ងាត់ខេងមិញបន្ទាប់មកក៏បានចាប់ផ្ដើមល្អវាប្រហែលជាស៊ូហុងដែលបានធ្វើវាខ្ញុំបានឮថាឆេសែនជាស្ថិតនៅកម្រិតទី9នៃអាណាចក្រសាត់វ៉ាមៀជាមនុស្សឆ្លាតវៃម្នាក់ដែលមានឈាមថ្នាក់ទី6ខ្ញុំត្រូវឡើងដល់កម្រិត2បន្ថែមទៀតមានតែពេលនោះទេទើបយើងអាចប្រឈមមុខនឹងពួកគេដោយផ្ទាល់បានកីឡាលីងស៊ីគិតកនៃ Western Chill មនុស្សនឹងសម្លាប់គាត់ជានិច្ចប្រទេសផ្សេងថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកពួកអ្នកចាស់ទុំខ្ញុំគិតថាគ្រួសារជួរបស់យើងអាចលេចធ្លោឡើងចាប់ពីពេលនេះទៅខ្ញុំមិនដែលរំពឹងថាវានឹងបញ្ចប់បែបនេះទេចូលយើងម្នាក់ស្វែងរកសុភមង្គលរៀងខ្លួនចាប់ពីពេលនេះទៅឲ្យក៏ឡងមិនជិះវៀងការចាប់អារម្មណ៍ប្រហែលជានៅតែមានឱកាសដើម្បីវិលត្រឡប់មកវិញប៉ុន្តែអ្នកលែងមានឱកាសទៀតហើយស៊ូហុងអ្នកដំណើរខ្ញុំបាននិយាយអ្នករួចហើយនៅក្នុងពិធីភ្ជាប់ពាក្យប៉ុន្តែហេតុអ្វីបានជាអ្នកនៅតែបញ្ជូនឃាតករពី Underworld មកសម្រាប់ខ្ញុំញ៉ាំអាហាររបួសអ្នកបានសម្លាប់កូនប្រុសរបស់ខ្ញុំវាតាក់ទងនឹងឆ្អឹងខ្នងនៃគ្រួសារឈីវរបស់ខ្ញុំមិនសម្លាប់អ្នកទេតើខ្ញុំនឹងសម្លាប់តែខ្ញុំមិនដែលរំពឹងទុកទេអញហ៊ានឈ្លានពានចូលក្នុងផ្ទះគ្រួសារជួរបស់ខ្ញុំយ៉ាងណាក៏ដោយគាត់គឺជាម្នាក់ក្នុងចំណោមមនុស្សអាក្រក់ទាំង7នាក់នៃការបញ្ចប់8យ៉ាងនៃសត្វវមីប្រធានគ្រួសារអនុញ្ញាតឲ្យខ្ញុំកម្ចាត់ស្រមោចទាំងនេះធម្មពលឆ្អឹងដូចពស់ដែលបញ្ចេញពីអ្នកដើរកាត់នេះវាក៏ត្រូវការជំនួយពីអ្នកដើរឆ្លងកាត់ដើម្បីអនុវត្តផងដែរលើសពីនេះទៅទៀតប្រសិនបើអំណាចរបស់ Kemon និង Kagami ត្រូវបានបញ្ចេញបីតែសាកសពអ្នកដើរកាត់ក៏មិនអាចទ្រាំទ្របានដែរស្រមុកទៅពួកអ្នកចាស់ទុំទៅជាមួយគ្នាខ្ញុំនឹងធ្វើឲ្យការបង្កើតសកម្មចាប់បានហើយសម្រាប់គាត់ជូហុងចេញមកការបង្កើតគឺត្រឹមត្រូវមេអំបៅឆ្អឹងពស់បានភ្ជាប់ខ្លួនវាទៅនឹងវារហ័សខ្ញុំត្រូវអង្វរគាត់បើមិនដូច្នោះទេវានឹងបំផ្លាញអ្វីទាំងអស់វាដំណើរជូហុងជាន់ខ្ពស់នឹងថ្នាក់ក្រោមខ្ញុំដឹងថាអ្នកបានជួយមនុស្សចម្លែកដោយសម្ងាត់តាំងពីយូរយារណាស់មកហើយគាត់បានសម្លាប់កូនប្រុសរបស់ខ្ញុំត្រូវតែសម្លាប់គាត់សូមបង្ហាញខ្លួនអ្នកភ្លាមបន្ទាប់មកខ្ញុំអាចឡោមព័ទ្ធហើយបំផ្លាញពួកគេបានខ្ញុំគ្មានចេតនាធ្វើបាបអ្នកទេសូមបង្ហាញខ្លួនអ្នកវាបង្ហាញថាបុរសម្នាក់នេះគិតថាព្រលឹងរបស់អធិរាជបាញ់អូតស្ថិតនៅក្នុងខ្លួនខ្ញុំវាពិតជាមិនគួរឲ្យជឿទេដែលមាននរណាម្នាក់អាចមើលឃើញថាវាគឺជាខ្ញុំអធិរាជពូបុរាណដែលកំពុងជួយមនុស្សឥតប្រយោជន៍នេះពួកអូជាន់ខ្ពស់តាមគំនិតរបស់ខ្ញុំមនុស្សឥតប្រយោជន៍ម្នាក់នេះមិនស័ក្តិសមនឹងជំនួយរបស់អ្នកទេខ្ញុំសង្ឃឹមថាអ្នកនឹងយកចិត្តទុកដាក់ចំពោះខ្ញុំបន្ថែមទៀតល្អអធិរាជនេះសន្យានឹងអ្នកដរាបណាអ្នកបំបែកទម្រង់នេះអធិរាជនេះគង់នៅក្នុងខ្លួនរបស់អ្នកជួយអ្នកក្នុងការអនុវត្តខាងវិញ្ញាណរបស់អ្នកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកយ៉ាងណាក៏ដោយខ្ញុំចង់សូមឲ្យអ្នកធ្វើសេចក្ដីប្រណិធានយ៉ាងអាឡារិកចំពោះអារក្សខាងក្នុងរបស់អ្នកមានតែពេលនោះទេដែលខ្ញុំអាចមានអារម្មណ៍ស្រួលជាមួយអ្នកល្អអធិរាជនេះសន្យានឹងអ្នកនៅតែល្អជាងពូជឈាមឥតប្រយោជន៍នេះមិនថាមានរឿងអ្វីកើតឡើងក៏ដោយពេលនេះជួយធ្វើសេចក្ដីប្រណិធានដល់ឡារិកប្រចាំណាស៊ូហុងបំបែកទម្រង់នេះព្រះចៅអធិរាជនេះនឹងលាក់ខ្លួននៅក្នុងខ្លួនរបស់ជូហុងជួយគាត់ដាំដុះផងព្រះសង្ឃឈូសនៅពេលដែលបានធ្វើឲ្យសកម្មហើយការបង្កើតនេះមិនអាចត្រូវបានបណ្ដេញចេញបានយ៉ាងណាក៏ដោយគាត់មានវត្ថុវិញ្ញាណកម្រិតខ្ពស់មួយនៅលើខ្លួនរបស់គាត់អាវុធវេទមន្តនៃអំណាចការបង្កើតនេះអាចត្រូវបានបំបែកអង្កាំនេះមិនមានអ្វីពិសេសនោះទេអាចកំបាំងក្នុងស្រុកទ្រព្យសម្បត្តិគឺគ្មានទីបញ្ចប់បំបែកទម្រង់នេះឲ្យបានឆាប់ព្រះសង្ឃឈូសសូមបង្ហាញខ្លួនអ្នកហាអូជូហុងអ្នកទាំងថ្លៃហើយកំណាញ់នឹងខ្ញុំនឹងខ្មាស់អៀនពេកមិនហ៊ានសម្លាប់អ្នកតែកុំបារម្ភខ្ញុំពិតជានឹងរកភ្នូរដ៏ល្អបំផុតឲ្យអ្នកអ្វី
តើអ្នកបាននិយាយអ្វីខ្លះអំពីពស់ដែលមានឆ្អឹងពស់ខ្ញុំមិនដែលមានដាំឆ្អឹងពស់នៅក្នុងខ្លួនខ្ញុំទេទាំងអស់នេះគ្រាន់តែជាការស្មានរបស់អ្នកប៉ុណ្ណោះនេះមិនអាចទៅរួចទេមិនអាចទៅរួចក្មេងល្ងងអើយតើអ្នកហ៊ានកុហកខ្ញុំដោយរបៀបណាទោះបីជាខ្ញុំស្លាប់ក៏ដោយសំឡេងរំខានណាស់អស្ចារ្យមែនគ្រឿងអលង្ការនិងអាហារសម្រន់ច្រើនណាស់នោះគ្រប់គ្រាន់ដើម្បីវឹកហាត់ក្បាច់គុណទី3គឺជើងដំរីនាគបញ្ឈប់មេឃស្រមុកសៀវភៅសម្ងាត់របស់កៅមានឥឡូវនេះត្រូវបានបើកហើយអ្នកឧបត្ថម្ភរបស់យើងជួបគ្នាម្ដងទៀតមនុស្សចម្លែកឲ្យអ្នកថែមទាំងស្គាល់ព្រះនាងវ័យក្មេងនៃគោជាងយន្តទៀតផងតើអ្នកមិនមែនជាសិស្សរបស់លីហ៊ូចុងទេតើនាងបានក្លាយជាព្រះនាងតូចម្ដងទៀតដោយរបៀបណាទោះបីជាខ្ញុំជាព្រះនាងក៏ដោយប៉ុន្តែនាងប្រាថ្នាចង់ក្លាយជាអ្នករាំនោះហើយជាមូលហេតុដែលគាត់បានលាក់បាំងអត្តសញ្ញាណរបស់គាត់ហើយបានចូលរួមជាមួយក្រុមរបស់លោករបស់ខ្ញុំដើម្បីទទួលបានបទពិសោធន៍គាត់គឺគីសែនជាដែលជាមនុស្សឆ្លាតបំផុតរបស់គ្រួសារខះព្រះនាងសិស្សរបស់សៀវបន្ទាប់ពីបានប្រើប្រាស់អាណាចក្រសម្ងាត់នៃអេជានឹងបន្តិចសម្រាប់ក្រោមជើងរបស់ខ្ញុំស៊ូសានជាអ្នកដើរកាត់ម្នាក់គឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំអ្នកមិនត្រូវធ្វើបាបគាត់ទេនេះគឺជាព្រះនាងតូចដែលស្ដេចចូលចិត្តបំផុតកុំធ្វើបាបគេអីព្រះនាងនេះជារឿងឯកជនរវាងខ្ញុំនិងអ្នកដើរកាត់ម្នាក់សូមកុំជ្រៀតជ្រែកបញ្ហារវាងអ្នកនិងមនុស្សចម្លែកខ្ញុំបានដឹងរួចហើយវាច្បាស់ណាស់ថា Huang Qiu បានចាញ់ការប្រកួតអ្នកទោសប៉ុន្តែគាត់បានតាំងចិត្តថានឹងក្នុងចំណោមអ្នកឈរមើលមនុស្សគ្រប់គ្នាដឹងថាអ្នកណាត្រូវនិងអ្នកណាខុសអធិរាជត្រូវបានផ្ដល់ការព្យាបាលបន្ទាន់គុំសន្មតថាការមានព្រះនាងដើម្បីការពារអ្នកគឺជាអ្វីមួយដែលអ្នកបានចូលទៅក្នុងអាណាចក្រសម្ងាត់ខ្ញុំនឹងរាយការណ៍អ្នកហេអ្នកអាចចូលទៅឥឡូវនេះអ្នកនិងប្អូនស្រីពៅរបស់អ្នកទៅមុនអ្នកដើរខ្ញុំនៅទីនេះដើម្បីបាននៅសេសដែរចាស់ស៊ូសានជាប្រហែលជាមិនហ៊ានធ្វើឲ្យរឿងពិបាកសម្រាប់ព្រះនាងវ័យក្មេងនោះទេព្រះនាងវ័យក្មេងកញ្ញាយូខ្ញុំនឹងចូលទៅមុនគេដៃភ្នែកខ្មៅលោហៈប្រភេទនេះជាទូទៅមានវត្តមានស្មៅដៃខ្មៅអាចរកបាននៅក្បែរនោះហាទីបំផុតខ្ញុំបានរកឃើញស្មៅដៃខ្មៅហើយបន្ទាប់មកប្រមូលអាហារសម្រន់ថ្នាក់ទាបមួយចំនួនខ្ញុំអាចឈានដល់កម្រិតនៃការមានទូខ្លួនធ្វើពីដែកនិងដែកអ៊ីណុកភ្លាមអាណាចក្រសម្ងាត់ខេងមិញនេះបើកត្រឹមតែ7ថ្ងៃរយៈពេល7ថ្ងៃនេះមិនអាចប្រើសម្រាប់ការដាំដុះបានទេស្មៅឈាមជ្រូកស្មៅទឹកក្រហមខ្ញុំមិនដឹងថាស្មៅនេះជាប្រភេទអ្វីទេប៉ុន្តែវាមើលទៅថ្លៃណាស់វាពិតជានឹងទទួលបានតម្លៃល្អស្រមុកមិនមែនសម្រាប់លោកទេខ្ញុំបានរកឃើញវាលឿនណាស់ទួងដាមិនសិស្សស៊ូមេងបងប្រុសច្បងស៊ូបានបញ្ជាឲ្យខ្ញុំជួយគាំទ្រអ្នកពេលគាត់មកដល់ពួកគេប្រកាសជានឹងស្លាប់ដោយគ្មានកន្លែងបញ្ចុះនោះល្អហើយសរសៃវិញ្ញាណទាំងនេះសុទ្ធតែជារបស់និកាយហួងតៅរបស់យើងទោះបីជាខ្ញុំអាចសម្លាប់គាត់បានតែការចូលទៅក្នុងសរសៃវិញ្ញាណគឺជាកិច្ចការបន្ទាន់បំផុតហាអ្នកដើរឆ្លងកាត់តើកិច្ចសហប្រតិបត្តិការរបស់យើងយ៉ាងម៉េចដែរតើអ្នកជានរណាខ្ញុំឈ្មោះយិនជឺចិនខ្ញុំនឹងជួយអ្នកបញ្ឈប់សិស្សហួងដាមិនទាំងនេះឆ្លៀតឱកាសនេះប្រញាប់ប្រញាល់ចូលទៅក្នុងសរសៃឈាមខាងវិញ្ញាណហើយប្រមូលចុះបើអ្នកយក3ហើយខ្ញុំយក7វិញល្អខ្ញុំនឹងសហការជាមួយអ្នកដើរឆ្លងកាត់បានយល់ព្រមយ៉ាងងាយគាត់ត្រូវតែមានវិញ្ញាណនៃជ្រលងភ្នំពោះនៅក្នុងខ្លួនគាត់អ្នកដើរឆ្លងកាត់ខ្ញុំនឹងបញ្ឈប់គាត់សម្រាប់អ្នកប្រញាប់ប្រញាល់ចូលដើរបង្ហាញម៉ូដចាប់គាត់អាហារសម្រន់ច្រើនណាស់អស្ចារ្យមែនថ្មវិញ្ញាណច្រើនណាស់នោះគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការព្យាយាមទម្លុះចូលទៅក្នុងអាណាចក្រកម្ពុជានៃអាណាចក្រវិញ្ញាណនេះទោះបីជាឈូសែនយ៉ាមកដល់ក៏ដោយខ្ញុំមិនខ្វល់ទេស្រមុក2000យ៉នថ្មវិញ្ញាណរដូវក្តៅអាចទ្រទ្រង់ការដាំដុះដ៏លំបាករយៈពេល2000ឆ្នាំរបស់ខ្ញុំនៅក្នុងវត្តនេះតែអាយុកាលរបស់អ្នកជំនាញក្នុងពិភពសមុទ្រទេវភាពធម្មតាក៏មានត្រឹមតែដរាបណាខ្ញុំមានការអត់ធ្មត់គ្រប់គ្រាន់ទោះបីជា1000ឆ្នាំបានកន្លងផុតទៅនៅទីនេះក៏ដោយពីនាទីប៉ុណ្ណោះបានកន្លងផុតទៅនៅក្នុងពិភពខាងក្រៅ